ពាក្យថាឈើកោងវល់ពាត់មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀតចំពោះបងប្អូនតើបងប្អូនគិតយ៉ាងម៉េចចាចំពោះពាក្យនេះសូមបងប្អូនជួយបញ្ចេញយោបល់នៅក្នុង comment ម្នាក់មួយមកតែចំពោះនាងខ្ញុំពាក្យនេះបានចងចាំនៅក្នុងអារម្មណ៍នាងខ្ញុំនឹងចិត្ត20ឆ្នាំឯណាបងប្អូនណាកាលពីនាងខ្ញុំនៅក្មេងអាយុជាង10ឆ្នាំប្រហែលជា3 4 10ទេបងប្អូន3 10ឆ្នាំទេ4 10ឆ្នាំចុះនាងខ្ញុំបានទៅកន្លែងមួយគេហៅថាកន្លែងដូចគេកន្លែងពធអញ្ចឹងគេស្លៀកសពាក់សបងប្អូនហើយនាងខ្ញុំគ្រាន់តែឈានជើងចូលដល់កន្លែងនោះដើម្បីនាងខ្ញុំមានអារម្មណ៍ថាតាំងពីក្មេងមកនាងខ្ញុំមានអារម្មណ៍ថាហ្នឹងឯង14ឆ្នាំនាងខ្ញុំចង់សមាធិចង់ធ្វើធម៌អីចឹងបើនិយាយពីអ្នកឥឡូវគេហៅថាវិបស្សនាអប់រំចិត្តណាបងប្អូនប៉ុន្តែនៅពេលដែលខ្ញុំឈានជើងទៅដល់កន្លែងនោះមានដូនជីម្នាក់គេនិយាយខ្សឹបប្រាប់ម្ចាស់កន្លែងហ្នឹងនៅកោះផុសបងប្អូននៅគៀនស្វាយគេនិយាយប្រាប់ដូចចេះឈើកោងវល់ពាត់មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀតអាហ៊ីសម្រាប់នាងខ្ញុំមិនមែនថាពាក្យចាស់បុរាណមិនល្អទេបងប្អូនចាធម្មតាលោកតែងតែបន្សល់ទុកកេរមរតកឲ្យកូនចំនួនក្រោយកូនចៅចំនួនក្រោយឲ្យដឹងដូចថាជាពាក្យកំណាព្យឬក៏ជាពាក្យរបៀបដូចថាស្លោកពាក្យចង់ជួនអីចឹងណាបងប្អូនដើម្បីឲ្យក្មេងៗចំនួនក្រោយរៀនសូត្រតាមប៉ុន្តែចំពោះនាងខ្ញុំគិតថាពាក្យចង់ជួនមួយឃ្លាដែលថាឈើកោងវល់ពាត់មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀតនេះបើសិនជាដឹងតែគាត់ខ្ចាត់ព្រាត់ហើយបើយើងមិនទៅបៀតគាត់តើគាត់ទៅទីពឹងអ្នកណាបងប្អូនទីពឹងអ្នកណាគាត់មានអីទីពឹងទៀតបើមនុស្សគ្រប់គ្នាចេះតែប្រកាន់អភាសានឹងដាក់ខ្លួននេះដូចនាងខ្ញុំក៏នឹងក្មេងតអាយុ4 10ទៅរធររអាគាត់តែឈានជើងចូលទៅដល់កន្លែងពធស្រាប់គេខ្សឹបប្រាប់ម្ចាស់កន្លែងខ្សឹបឲ្យយើងឮទៀតឈើកោងវល់ពាត់មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀតណែហើយចំពោះបងប្អូនគិតយ៉ាងម៉េចដែរនាងខ្ញុំគិតថាមនុស្សខ្ចាត់ព្រាត់បើយើងមិនទៅបៀតយើងមិនទៅជួយយឹតទៅជួយយោងគាត់ទេហ្នឹងថាតើគាត់បានអីទីពឹងបងប្អូនម្នាក់រត់តែកិច្ចពីគាត់សិតតែកំបៀតគាត់ហើយហ្នឹងនាងខ្ញុំមិនមែនថាពាក្យចាស់បុរាណសិតតែពាក្យហ្នឹងអត់ល្អទេល្អបងប្អូនល្អសម្រាប់ដូចថាឲ្យយើងចេះប្រយ័ត្នខ្លួនអីចឹងណាអញ្ចឹងពេលដែលយើងជួយគេហ្នឹងយើងក៏ត្រូវមើលដែរបើគេនឹងខ្ចាត់ព្រាត់មកឲ្យយើងជួយហើយយើងដល់ម៉ោងយើងសូត្រធម៌ដល់ម៉ោងយើងសមាធិតែដល់ម៉ោងយើងបើកលោកប្រសង់ទេសនាហើយស្រាប់តែគេទៅបើកទូរស័ព្ទលេង TikTok ដេញចេញទាំងយប់បងប្អូននាងខ្ញុំធ្លាប់មានប្រវត្តិហើយអត់ឲ្យនៅហ្មងឲ្យគាត់ចេញទាំងយប់ព្រោះអីអ្នកឯងខ្ចាត់ព្រាត់អ្នកឯងមករកពឹងគេហើយណាគេឲ្យលុយហើយខ្ញុំបែងចែកលុយក្នុងលុយបនលុយអីហ្នឹងឲ្យគាត់ធ្វើដើមរកស៊ីរកអីហើយប៉ុន្តែគាត់បែរទៅជាពេលយើងស្ដាប់ធម៌ពេលយើងសូត្រធម៌សមាធិយើងត្រូវតម្កល់ចិត្តឲ្យស្រស់ស្អាតដើម្បីយើងទាញយកអ្វីដែលនេះហើយមួយថ្ងៃគឺគាត់គិតតែអវិជ្ជមានចេញទៅលក់មិនតាន់ចេញលក់ហងលក់ដាច់អីចឹងណាបងប្អូននិយាយចេញមកអញ្ចឹងនាងខ្ញុំឲ្យគាត់ចេញទាំងយប់នឹងឯងធម្មតាជាភាពជាអ្នកដឹកនាំត្រូវតែចិត្តដាច់ចឹងឯងបងប្អូនមិនមែនលេងសើចទេណាបងប្អូនណាយប់ផ្លិតក៏ដោយភ្លៀងក៏ដោយក៏នាងខ្ញុំឲ្យចេញដែរឲ្យដឹងថាកាលដែលគេឲ្យដបូលអ្នកឯងជ្រោកអ្នកឯងកក់ក្ដៅប៉ុណ្ណាខ្ញុំគិតចឹងណាបងប្អូនខ្ញុំគិតថាពាក្យចាស់បុរាណនិយាយមិនខុសទេប៉ុន្តែកន្លែងនេះមួយនាងខ្ញុំសូមប្រឆាំងថាបើយើងមិនជួយយឹតយងតើគ្នាបានអីចាហើយតើចំពោះបងប្អូនគិតយ៉ាងម៉េចដែរណាបងប្អូនសូមជួយខមមិនប្រាប់ម្នាក់មួយផងថានាងខ្ញុំនិយាយខុសឬត្រូវឲ្យនាងខ្ញុំបានកែកំហុសនិងស្ដាប់យោបល់បងប្អូនចាសូមគោរពថ្លែងអំណរគុណបងប្អូនគោរពជម្រាបលាចាអ្នកមេយកបច្ច័យថ្លៃដីទៅជូនគេថ្ងៃ25ខែកក្កដា2026នេះហើយណាអាចចូលតាមរយៈ QR code នាងខ្ញុំបានចាអរគុណគោរពជម្រាបលាបាយបាយ